មិននឹកស្មានថាពួកគេហ៊ានដាក់ថ្នាំនៅក្នុងស្រារបស់ខ្ញុំសោះរត់ទៀតទៅលោកស្រីប្រធានស៊ូធម្មតានៅលើកញ្ចក់ទូរទស្សន៍មិនថាអ្នកវីរកខ្លាំងណាស់ហេថ្ងៃនេះមិនក៏មិនរត់ទៀតទៅជួយខ្ញុំផងអើយស្ទីវស្អុយមកពីណានេះបើដឹងខ្លួនលុតជង្គង់ក្រាបក្បាល3ដងឲ្យអញរួចហើយប្រញាប់ប្រញាល់ទៅបើមិនអញ្ចឹងទេអញនឹងធ្វើឲ្យអញដេកលើក្រែធ្វើជាមនុស្សរុក្ខជាតិពេញមួយជីវិតខ្ញុំក៏ឲ្យពេលពួកឯង3វិនាទីដែរលុតជង្គង់វាបំបាក់ដៃទាំងសងខាងខ្លួនឯងរួចប្រញាប់ទៅបើមិនអញ្ចឹងទេរស់នៅស្មើនឹងរស់លើទេរុញពេញមួយជីវិតទៅចង់ងាប់មែនបងប្អូនចូលវាឲ្យងាប់ចាប់យករៀបនារីនោះមកជើងរបស់ខ្ញុំបាក់ហើយដល់វេនពួកឯងហើយកុំចូលមកខ្ញុំជាមនុស្សរបស់លោកប្រុសវ៉ាងណាត្រឡប់ទៅប្រាប់អាលោកប្រុសវ៉ាងស្អីគេនឹងផងអញមិនខ្វល់ថាវាជានរណាទេហ៊ានប៉ះពាល់មនុស្សដែលមិនគួរប៉ះលាងកឲ្យស្អាតរងចាំអញទៅកុំទៅអីជួយខ្ញុំផងក្តៅណាស់ជួយខ្ញុំផងស៊ូជីងលីនភ្ញាក់ឡើងមើលមកខ្ញុំមិនមែនវ៉ាងធីជេងទេបើថ្ងៃនេះបណ្ដោយឲ្យជាតិថ្នាំជ្រាបពេញរាងកាយនាងអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតប៉ុន្តែបើបញ្ជូនទៅមន្ទីរពេទ្យហើយព័ត៌មាននេះលេចធ្លាយចំពោះប្រធានក្រុមហ៊ុនស្រីដ៏មានប្រជាប្រិយភាពដូចជានាងវាគឺជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរទ្រាំទៅស៊ូជីងលីនថ្ងៃនេះខ្ញុំជួយសង្គ្រោះជីវិតក្រោយបើប្អូនចង់បន្ទោសឬស្អប់ខ្ញុំលីនយ៉នសុកចិត្តទទួលយកទាំងអស់ដើមឡើយទទួលបញ្ជាឲ្យត្រឡប់មកប្រទេសវិញគឺដើម្បីការពារចៅស្រីរបស់លោកប្រធានចាស់មិននឹកស្មានថាថ្ងៃដំបូងនៃការការពារបែរជាទៅជាបែបនេះសោះបន្តោងភ្នែកត្បូងនេះទុកឲ្យនាងឲ្យតែមានវានៅក្រោមមេឃនេះគ្មាននរណាហ៊ានប៉ះពាល់នាងសូម្បីតែមួយសៃសក់ឡើយចាំខ្ញុំដោះស្រាយកម្លាំងសេះសល់ទាំងនោះរួចរាល់ខ្ញុំនឹងមកជួបនាងផ្ទាល់ដើម្បីទទួលខុសត្រូវលើរូបនាងខ្លួនប្រាណដ៏បរិសុទ្ធរបស់ខ្ញុំស៊ូជីងលីនរក្សាយ៉ាងល្អ24ឆ្នាំមកហើយប្រែជាត្រូវបំផ្លាញដោយសារតែអាជើងកាំងអាស្ទាវថ្នាក់ទាបសង្គមទៅវិញខ្ញុំខិតខំមកសាងគិតយូរអស់មួយជីវិតពេលនេះបែរជាមានអារម្មណ៍ថាខ្លួនឯងធ្លាក់ចូលទៅក្នុងភពជ្រាំដែលស្អុយរលួយបំផុតបន្តោងភ្នែកថោកទាបប្រភេទតម្លៃ2រៀល1គីឡូជារបស់ផ្លាស្ទិកខ្លាំងៗទិញតាមចិញ្ចើមផ្លូវសោះហ៊ានបន្សល់ទុកធ្វើជាកាដូដំណាងចិត្តទៀតផងឆក់ឱកាសពេលអញមានគ្រោះថ្នាក់យកព្រៀបលើអញរួចហើយនៅបន្សល់ទុករបស់សម្រាប់បែបនេះមកប្រមាថអញទៀតនេះជាការបង្ហាញជ័យជំនះដាក់អញមែនទេឬមួយក៏ចង់ប្រកាសអាំងថ្មកំពេចកំពុកនេះមកជំរិតទាបប្រាក់ពីអញយកសពទៅប្រញាប់បញ្ចេញកម្លាំងសន្តិសុខទាំងអស់របស់ក្រុមហ៊ុនស៊ូស៊ីគ្រប់ឲ្យខ្ញុំភ្លាមព្រមទាំងប្រើប្រាស់ទំនាក់ទំនងទាំងសង្គមងឹតនិងសង្គមច្បាប់ទាំងអស់ដែលមានស្រាវជ្រាវកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវឌឿងហែននៅជិតសន្តាគារលោកស្រីប្រធានស៊ូមានរឿងអ្វីកើតឡើងមែនទេមានប្រុសម្នាក់ពាក់ខោអាវឆ្នូតកងទ័ពអាយុប្រហែល20ជាងវាបានប្រមាថខ្ញុំចេញដីកាតាមចាប់ខ្លួនថ្នាក់ខ្ពស់បំផុតក្នុងក្រុងដើម្បីកំទេចវាទោះបីជាត្រូវកាយដីជម្រៅ3ម៉ែត្រក្រឡាប់ក្រុងនេះចុះឡើងក៏ត្រូវតែចាប់វាមកចំពោះមុខខ្ញុំដែរខ្ញុំចង់ឲ្យវាងាប់គ្មានកន្លែងកប់ពាក់ខោអាវមួយឈុតនេះទៅអ្នកគឺជាមនុស្សដែលមិនតាក់ទាញភ្នែកគេបំផុតនៅក្នុងអគារនេះហើយឯកសណ្ឋានសន្តិសុខគឺជាការបន្លំខ្លួនដ៏ល្អបំផុតអាលីនភ្លាំងស្មារតីអីហ្នឹងគេនិយាយទេលោកស្រីប្រធានស៊ូប៉ុន្មានថ្ងៃនេះដូចជាឈួតអញ្ចឹងសូម្បីតែដីកាតាមចាប់ខ្លួនពេញក្រុងក៏ចេញដែរយីថារង្វាន់លើកទឹកចិត្តដល់ទៅ10លានអ្វីត្បិតតែរូបថតស្រពេចស្រពិលមែនប៉ុន្តែថាជាប្រុសក្មេងម្នាក់បើត្រូវខាងត្រកូលស៊ូចាប់បានប្រហែលជាត្រូវរបបស្បែកឬក៏បាត់ខ្លួនពីភពផែនដីនេះតែម្ដងប្រហែលជាមនុស្សក្មេងនោះមិនមែនប៉ងធ្វើបាបនាងទេគ្រាន់តែចៃដន្យឲ្យបានជួយសង្គ្រោះនាងសោះអាលីនអញទៅតែមកថ្មីមិនយល់ទេចរិតរបស់លោកស្រីប្រធានស៊ូអាយរកដូចជាហងនៅលើមេឃធម្មតាមានប្រុសណាហ៊ានក្រឡេកមើលនាងតែមួយភ្នែកសុទ្ធតែត្រូវដេញចេញទាំងអស់លោកស្រីប្រធានស៊ូតម្រុយរបស់បុរសម្នាក់នោះនៅត្រង់ចំណុចក្រាក់កាមេរ៉ាសុវត្ថិភាពសន្តាគារខេសាគឺត្រូវដាច់ស្រឡះតែម្ដងសមត្ថភាពកិច្ចរាងការតាមដានរបស់គេខ្លាំងក្លាណាស់ចិត្តណាកិច្ចផុតពីកាមេរ៉ាសុវត្ថិភាពសំខាន់ទាំងអស់មនុស្សរបស់យើងសូម្បីតែថតចំផ្ទៃមុខត្រង់របស់គេក៏មិនបានផងខ្ញុំមិនជឿទេទោះបីជាគេមានស្លាប់ហោះចេញពីក្រុងនេះក៏ត្រូវតែស្រាវជ្រាវរកឲ្យឃើញដែរទោះបីជាត្រូវលេចក្រុងនេះក៏ត្រូវតែចាប់អប្រឡាយលោកនោះមកវិញឲ្យបានអាវ៉ាហាអាក្រក់អញហ៊ានចូលមកដល់ទីនេះផងអញឈ្មោះលីនយ៉នល្អណាស់
បំផ្លាញភាពស្អាតស្អំរបស់ខ្ញុំហើយមិនត្រឹមតែមិនរត់ទេថែមទាំងហ៊ានបន្លំខ្លួនចូលមកធ្វើជាសន្តិសុខក្នុងក្រុមហ៊ុនខ្ញុំទៀតអញគិតថាយើងស៊ូជឹងសួនងាយឲ្យគេជិះជាន់ជិះក្បាលតាមចិត្តមែនទេលោកស្រីស៊ូខ្ញុំគិតថាលោកស្រីយល់ច្រឡំហើយយប់នោះលោកស្រីត្រូវឆ្នាំនៅក្នុងពិធីជប់លៀងប្រសិនបើតែការនោះខ្ញុំមិនជួយទេម្ល៉េះពេលនេះលោកស្រីត្រូវបាក់ពួកវ៉ាងធីនឈឹងបំផ្លាញបាត់ទៅហើយម្យ៉ាងទៀតចុងក្រោយគឺលោកស្រីជាអ្នកដើមពិតមាត់កុំនិយាយយកទៅទៀតប្រើវិធីថោកទាបបែបនោះមកជួយខ្ញុំឯងគ្រាន់តែជាជនខិលខូចថ្នាក់ទាបក្នុងសង្គមប៉ុណ្ណោះថ្ងៃនោះឃើញថាមានព្រៀបលើខ្ញុំក៏ធ្វើតាមទឹកដកស្រង់ដើម្បីបំពេញចំណង់តណ្ហាដ៏គួរឲ្យខ្ពើមរបស់ឯងអ្វីដែលគួរឲ្យស្អប់ជាងនេះទៅទៀតនោះគឺក្រោយការហេតុអញបែរជាបន្សល់ទុកនោះមិនមែនជាសម្រាប់ទេពីរៀងមកប្រមាថខ្ញុំលោកស្រីគួរតែរក្សាចំការបាត់ថោកទាបនោះមករឿងខ្ញុំខ្ញុំលីយ៉នទទួលស្គាល់ថាបានបង្កការជិះចាប់ដល់លោកស្រីខ្ញុំបាននិយាយហើយថាខ្ញុំនឹងទទួលខុសត្រូវលើលោកស្រីអាមាសឯងយកអ្វីមកទទួលខុសត្រូវអាសន្តិសុខស្អុយដែលក្នុងហោប៉ៅគ្មានលុយសំបី200យ៉នផងយកស្អីមកទទួលខុសត្រូវលើខ្ញុំស្ដាប់ឲ្យច្បាស់ប្រសិនបើបញ្ជូនឯងទៅពន្ធនាគារភ្លាមវាធូរថ្លៃឲ្យឯងពេកហើយអញខំប្រឹងប្រែងគ្រប់វិធីដើម្បីនៅក្បែរខ្ញុំមែនទេល្អខ្ញុំមិនដេញឯងចេញទេខ្ញុំនឹងទុកឯងឲ្យនៅក្នុងកែវភ្នែកខ្ញុំដើម្បីធ្វើបាបឯងបន្តិចម្ដងចាប់ពីថ្ងៃនេះទៅដកតំណែងសន្តិសុខដេញឯងទៅរីកានៅផ្នែកគុតគង់ជាន់ទាបបំផុតនៃក្រុមហ៊ុនបង្គន់ទាំងអស់ក្នុងអគារនេះត្រូវឲ្យឯងម្នាក់ឯងជាអ្នកលាងសម្អាតត្រូវត្រៀមខ្លួន24ម៉ោងឲ្យតែខ្ញុំឃើញមានកន្លែងណាមួយមិនស្អាតខ្ញុំនឹងឲ្យខាងសមត្ថកិច្ចមកចាប់ឯងភ្លាមឲ្យឯងជាប់គុកច្រវាក់រហូតបាទឲ្យតែលោកស្រីស៊ូបានស្បាយចិត្តខ្ញុំគ្មានយោបល់ទេលោកស្រីស៊ូដល់ពេលណាហេតុអ្វីលោកស្រីនៅមានចិត្តមកប្រដៅអសន្តិសុខតូចតាចម្នាក់នៅទីនេះទៀតក្រុមហ៊ុនត្រកូវ៉ាងទើបតែចេញសេចក្តីប្រកាសជាផ្លូវការផ្ដាច់ការផ្គត់ផ្គង់វត្ថុតាងដើមសំខាន់ទាំងអស់នៃខ្សែសង្វាក់ផលិតផលថ្មីរបស់យើងហើយមិនត្រឹមតែប៉ុណ្ណោះធនាគារដៃគូសំខាន់ទាំង3នៅទីក្រុងជៀងឆឹងបានប្រកាសកាត់បន្ថយកម្ចីរបស់យើងក្នុងពេលតែមួយនៅព្រឹកនេះហើយតម្រូវឲ្យយើងសងបំណុល200លានដែលដល់កំណត់ភ្លាមខ្សែសង្វាក់ហិរញ្ញវត្ថុរបស់យើងត្រូវដាច់ស្រឡះហើយការឡោមព័ទ្ធដល់ប្រហារជីវិតចាប់ផ្ដើមហើយវ៉ាងធីនឈឹងអញលួចដាក់ឆ្នាំពីក្រោយខ្នងប្រើល្បិចថោកទាបក្នុងចំនួនបែបនេះអញនៅរាប់ជាប្រុសទៀតឬអញចង់យ៉ាងម៉េចពិតប្រាកដជឹងសួននៅដែនដីក្រុងជៀងឆឹងនេះអ្វីដែលអញវ៉ាងធីនឈឹងចង់បានគឺមិនទាន់មានអ្វីដែលយកមិនបាននោះទេដើមឡើយចង់ប្រើវិធីទន់ភ្លន់ខ្លះអ្នកណាទៅដឹងថាមានអាចឆ្កែខំពាក់កណ្ដាលផ្លូវមកបំផ្លាញរឿងល្អរបស់អញប៉ុន្តែមិនអីទេឥឡូវក្រុមហ៊ុនត្រកូលស៊ូខ្ជូនៅលើហស័យសូត្រហើយនាងគិតថានាងនៅមានសិទ្ធិបោះចោលចលខណ្ឌជាមួយតែយប់នេះនាងព្រមទម្លាក់ការការពារទាំងអស់ចុះចូលមកនិយាយរឿងជំនួយបន្តជាមួយអញតែពីរនាក់អញយល់សប្តិហើយវ៉ាងធីនឈឹងខ្ញុំសុខចិត្តឃើញក្រុមហ៊ុនត្រកូលស៊ូខ្សែធនទាំងស្រុងក៏មិនព្រមអន់ក្បាលចំពោះអាធិបសំអាក្រក់ដូចជាអញដែរមិនអន់ក្បាលអញ្ចឹងវាមិនស្រេចលើនាងទៀតទេលោកប្រធានឈិនអញ្ជើញចូលមកលោកស្រីស៊ូក្នុងការដែលលោកស្រីដើម្បីតែគំនុំផ្ទាល់ខ្លួនមិនខ្វល់ពីជីវិតស្លាប់រស់របស់បុគ្គលិករាប់ពាន់នាក់ក្នុងក្រុមហ៊ុនអញ្ចឹងក៏បន្ទោសពួកយើងដែលជាចាស់ទុំមិនគិតគូរពីមុខមាត់ទៀតអសោះភាគទូនិកធំសុំចុះឈ្មោះបើកប្រជុំភាគទូនិកបន្ទាន់ហើយគឺនៅម៉ោង 10 ព្រឹកស្អែកនេះប្រសិនបើលោកស្រីមិនអាចយកប្រាក់សុទ្ធមកដោះស្រាយបញ្ហានេះទេដល់ពេលនោះមិនត្រឹមតែជួយក្រុមហ៊ុនមិនបានទេលោកស្រីថែមទាំងត្រូវគេដកហូតសិទ្ធិកាន់កាប់ភាគហ៊ុនទាំងអស់ហើយដេញចេញពីត្រកូលស៊ូដោយដៃទេទៀតផងជឹងសួនម៉ោង 10 ព្រឹកស្អែកការប្រជុំភាគទូនិកនឹងជាឱកាសចុងក្រោយដែលនាងត្រូវលុតជង្គង់អង្វរបើមិនអញ្ចឹងទេនាងរងចាំនាំគ្រួសារទៅសុំទានតាមផ្លូវទៅហេត្រកូលស៊ូប្រកាសជាវិនិច្ឆ័យហើយសូម្បីតែសន្តិសុខដែលរើសមកក៏មានក្លិនលីមកពេញខ្លួនដែរមើលស្អីមើលទៀតអញភ្នែកអញចេញឥឡូវវ៉ាងធីនឈឹងការប្រជុំភាគទូនិកស្អែកនេះគឺជាបុណ្យសពរបស់ក្រុមហ៊ុនត្រកូលវ៉ាងទាំងមូលរបស់ពួកឯងលោកស្រីស៊ូម៉ោង 10 បានមកដល់ហើយពេលនេះលុយបង្វិលក្នុងបញ្ជីក្រុមហ៊ុនទាំងអស់បូកបញ្ចូលគ្នាមិនដល់ 50,000 ផងហើយបើមុនម៉ោង 3 រសៀលនេះមិនអាចសងបំណុល200លានដែលធនាគារនិងក្រុមហ៊ុនដៃគូទាររំលំទេក្រុមហ៊ុនត្រកូលស៊ូនឹងត្រូវតុលាការប្រកាសឲ្យខ្សែធនភ្លាមតើដំណោះស្រាយដែលលោកស្រីសញ្ញេនៅណាខ្ញុំបានដាក់គម្រោងអាជីវកម្មទៅកាន់ស្ថាប័នវិនិយោគធំនៅខេត្តផ្សេងហើយខាងគេប្រាប់ថាកំពុងតែវិតម្លៃយ៉ាងប្រញាប់វិតម្លៃជឹងសួននាងចិត្តស្លាប់ដល់ក្បាលហើយនៅតែបន្តបោកប្រាស់ខ្លួនឯងនិងអ្នកដទៃទៀតឬអញបានបញ្ចេញសម្ដីតាំងពីយូរហើយនៅក្នុងខេត្តនេះនរណាហ៊ានវិនិយោគឲ្យនាងសំបីតែមួយសេនគឺស្មើនឹងចង់តាំងជាមួយត្រកូលវ៉ាងរបស់អញចុះហត្ថលេខាទៅប្រកូលសិទ្ធិគ្រប់គ្រង51ឲ្យមកអញភ្លាមហើយធ្វើតាមអញទៅសន្តាគារខេសាបើមិនអញ្ចឹងទេមិនត្រឹមតែធ្វើឲ្យរលីទាំងស្រុងទេអញនឹងប្រើប្រព័ន្ធទំនាក់ទំនងពេញក្រុងធ្វើឲ្យអបដីដើមដែលដេកក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់នាងនិងគ្រួសារនាងទាំងមូលទៅសុំទានតាមផ្លូវអស់មួយជីវិតលោកស្រីស៊ូចុះហត្ថលេខាទៅអ្នកប្រុសវ៉ាងកំពុងតែផ្ដល់ផ្លូវរស់ឲ្យបុគ្គលិករាប់ពាន់នាក់ក្នុងក្រុមហ៊ុនហើយលោកស្រីមិនអាចព្រោះតែគំនុំផ្ទាល់ខ្លួនធ្វើឲ្យពួកយើងទាំងអស់គ្នាត្រូវកប់ខ្មោចជាមួយលោកស្រីបានទេចុះហត្ថលេខាទៅបើមិនចុះទេចេញពីក្រុមហ៊ុនត្រកូលស៊ូទៅវិតម្លៃស៊ូឈឹងសៀនស៊ូខេងឈួននាងចិត្តដល់ថ្ងៃស្លាប់ទៅហើយនៅតែហ៊ានមកបោកប្រាស់ខ្លួនឯងទៀតអញបាននិយាយរួចហើយថានៅក្នុងខេត្តជៀងឆឹងទាំងមូលតើនរណាហ៊ានវិនិយោគសំបីតែមួយកាក់ឲ្យស៊ូឈឹងសៀនអ្នកណាហ៊ាននោះគឺស្មើនឹងតាំងជាមួយត្រកូលវ៉ាងរបស់អញចុះហត្ថលេខាភ្លាមទៅផ្ទៃភាគហ៊ុនគ្រប់គ្រង51នៃក្រុមហ៊ុនស៊ូស៊ី
មកឲ្យអញដោយឥតគិតថ្លៃហើយតាមអញទៅសន្តាគារ Kaiser ដោយប្រវាសបើមិនដូច្នោះទេមិនត្រឹមតែអញធ្វើឲ្យនាងរលីសាបសូន្យនឹងប្រើទំនាក់ទំនងទាំងអស់ក្នុងក្រុងធ្វើឲ្យអាចចិត្តស្លាប់របស់នាងដែលកំពុងដេកនៅបន្ទប់សង្គ្រោះបន្ទាន់នោះនិងគ្រួសារទាំងមូលរបស់នាងទៅសុំទាននៅតាមផ្លូវពេញមួយជីវិតលោកស្រីស៊ូចុះហត្ថលេខាទៅអ្នកប្រុសវាងកំពុងតែផ្ដល់ផ្លូវរស់ដល់បុគ្គលិកជាច្រើនពាន់នាក់អ្នកនាងមិនអាចព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនមកធ្វើឲ្យពួកយើងទាំងអស់គ្នាត្រូវរងគ្រោះជាមួយអ្នកនាងនោះទេត្រូវហើយដើម្បីតែភាពប្រកាន់ខ្លួនដ៏គួរឲ្យអ្នកនាងចង់ឲ្យប្រសារបស់ក្រុមប្រឹក្សាភិបាលទាំងអស់រលីបាត់ក្នុងចុះហត្ថលេខាទៅបើមិនចុះទេប្រញាប់ចេញពីក្រុមហ៊ុនស៊ូស៊ីភ្លាមទៅចេញទៅចុះហត្ថលេខាទៅខ្ញុំចុះហត្ថលេខាឈប់សិនបំណុល200លានខ្ញុំមកសងជំនួសអ្នកនាងស៊ូអញឈួតហើយអីអ្នកណាឲ្យអញឡើងមកជន់លើគេនេះជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលជាន់ខ្ពស់បំផុតរបស់ក្រុមហ៊ុនអាសន្តិសុខដូចជាអញប្រញាប់ចេញទៅវិញភ្លាមមនុស្សនៅទីនេះនឹងសម្លាប់អញមិនខានទេស្រីល្ងងខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំនឹងទទួលខុសត្រូវលើនាងឲ្យតែមានលីនយន់នៅលើលោកនេះគ្មាននរណាម្នាក់មានសិទ្ធិបង្ខំឲ្យនាងចុះហត្ថលេខាទេរឹតតែគ្មាននរណាហ៊ានធ្វើឲ្យនាងស្រក់ទឹកភ្នែកសូម្បីតែមួយតក់ហាអញស្មានថានរណាតាមពិតជាអាសន្តិសុខស្អុយដែលជួបបង្គន់រាល់ថ្ងៃសោះលីនយន់អាសុំថ្នាក់ទាបដូចជាឯងថ្ងៃនោះលួចវាក្មេងស្ទាវពីរនាក់នៅតាមខ្លួនឯងជាយុទ្ធជនអស្ចារ្យណាស់មែនទេហ៊ានមកបំបាក់រឿងល្អរបស់អ្នកតែឯងជាស្អីគេក្រុមសន្តិសុខទៅណាអស់ហើយយកដំបងមកវាដែលហ៊ានចូលមកក្នុងបន្ទប់ប្រជុំនេះចេញទៅមិនបាច់ឲ្យសន្តិសុខទេខ្លាខ្មៅឡើងទៅរដៅអលអត់នេះឲ្យចាស់ចង់ឲ្យកេនីយិកាស៊ូមើលនឹងភ្នែកដែលហ៊ានតាំងជាមួយវ៉ាងធីនឆឹងវ៉ាងឈៀងឆឹងតើមានវាសនាបែបណាបាទអ្នកប្រុសប្រញាប់គេចចេញទៅមេបញ្ជាការរងនៃក្រុមទីហ៊ានឈ្នួលចកឈាមក្រៅប្រទេសមានកម្លាំងដូចជាស្រមោចតែប៉ុណ្ណឹងហ៊ានមកក្រអឹកក្រទុំនៅស្រុកចិនហោះមិនក៏អញដឹងពីប្រវត្តិរបស់អញតើអញជានរណាឲ្យប្រកាសមនុស្សស្លាប់មិនបាច់ដឹងច្រើនពេកទេមិនអាចទៅរួចឡើងទៅអ្នកទាំងអស់គ្នាឡើងទៅជាមួយអញដកអាវុធមកសម្លាប់វាទៅក្បាលរឹងមិនដឹងស្លាប់រស់អ្នកប្រុសវាងអំបញ្ញមិញអញថាចង់ប្រដៅនរណាគេឯងកុំចូលមកណាឥឡូវនេះជាសង្គមធនធាននិយមជាសង្គមនីតិរដ្ឋត្រកូលវាងរបស់អញមានទ្រព្យប្រវត្តិសប៊ីមានអំណាចទាំងងឹតនិងភ្លើងថ្ងៃនេះអញហ៊ានវាយមនុស្សនៅចំពោះមុខសាធារណជនថ្ងៃស្អែកអញអាចប្រើទំនាក់ទំនងទាំងអស់ដើម្បីធ្វើឲ្យអញជាប់គុកអស់មួយជីវិតត្រូវហើយលីងយ៉នអញដឹងទេអញវាយអ្នកប្រុសវាងគឺស្មើនឹងបង្កគ្រោះមហន្តរាយធំឲ្យក្រុមហ៊ុនស៊ូស៊ីហើយកំហឹងរបស់ត្រកូលវាងពួកយើងមិនអាចទទួលរកព្រំបានទេអញនឹងប្រើប្រាស់លុយដើម្បីកិនកំទេចក្រុមហ៊ុនស៊ូស៊ីឲ្យស្លាប់អាស្មក្រសត់អាសន្តិសុខឯងមិនអាចកែប្រែប្រួលលទ្ធផលអ្វីបានឡើយលីងយ៉នអញប្រញាប់ទៅខណៈពេលដែលខាងអាជ្ញាធរមិនទាន់មកដល់ទឹកចិត្តរបស់ឯងខ្ញុំទទួលយកហើយរឿងការពីយប់នោះខ្ញុំមិនបន្ទោសឯងទៀតទេផលវិបាកបន្ទាប់ពីនេះខ្ញុំនឹងទទួលខុសត្រូវតែម្នាក់ឯងស្រីល្ងងខ្ញុំនិយាយរួចហើយថ្ងៃនេះឲ្យតែមានខ្ញុំនៅទីនេះគ្មាននរណាអាចធ្វើអ្វីនាងបានឡើយធនធានទំនាក់ទំនងវ៉ាងធីនឆឹងឯងមិនដឹងអ្វីសោះពីអំណាចស្មានថានៅលើលោកនេះមានតែឯងម្នាក់គត់ដែលមានលុយមានអំណាចមែនទេស្ដោះនៅក្រុងជាងឆឹងនេះអញគឺជាមេឃមនុស្សរបស់អញជាមនុស្សដែលឯងមិនអាចសំបីតែស្រមៃដល់ពេញមួយជីវិតគឺជាប៉ារបស់អញប្រកាសជាប៉ារបស់អញនាំមនុស្សមកជួយអញហើយលីងយ៉នអញនឹងឲ្យឯងមើលនឹងភ្នែកថាតើស៊ូឈឹងសៀនត្រូវអញធ្វើបាបយ៉ាងណាលោកហានមហាសេដ្ឋីលេខ1អគ្គនាយកក្រុមហ៊ុនវ៉ាន់សេហេតុអ្វីបានជាលោកទាំងពីរមកដល់ទីនេះដោយផ្ទាល់បែបនេះប៉ាមិនក៏ប៉ានៅខាងក្រោយដែរថ្នាក់ក្រោមសូមគោរពជំរាបសួរលោកក្រោមមកសង្គ្រោះយឺតយ៉ាវធ្វើឲ្យលោកម្ចាស់ត្រូវរងការប្រមាថទោះនេះស័ក្តិសមនឹងស្លាប់រាប់ម៉ឺនដងសូមលោកម្ចាស់មេត្តាដាក់ទោសផងក្រោកឈរឡើងទាំងអស់គ្នាទៅវ៉ាន់សេតើបានស៊ើបអង្កេតច្បាស់លាស់ហើយឬនៅរីកាលោកម្ចាស់ស៊ើបក្រុមហ៊ុនវ៉ាន់ស៊ីមិនស្គាល់ប្រមាណខ្លួនឯងហ៊ានធ្វើបាបអ្នកនាងស៊ូបច្ចុប្បន្នថាវិការចំនួន100ប៊ីលាននៃមូលនិធិឆ្លងដែនក្រោកឈរឡើងទាំងអស់គ្នាទៅវ៉ាន់ស៊ីវ៉េនส์តើបានស៊ើបអង្កេតច្បាស់ហើយឬនៅរីកាលោកម្ចាស់ស៊ើបអង្កេតច្បាស់ហើយគឺក្រុមហ៊ុន Wang Group មិនស្គាល់ប្រមាណខ្លួនរៀបចំផែនការធ្វើបាបកញ្ញាស៊ូក្រុមហ៊ុន Dog Night Group បានប្រើប្រាស់ថវិកាអន្តរជាតិ100,000 លានដើម្បីវាយលុកភាគហ៊ុនរបស់ Wang Group ទាំងស្រុងនិងទិញយក Wang Group ទាំងស្រុងតែម្ដងឥឡូវនេះ Wang Group បានប្រកាសសរសៃធនជាផ្លូវការហើយពីរអ្នកឪពុកកូនត្រកូល Wang បានប្រព្រឹត្តបទល្មើសជាច្រើន
ខាងនគរបាលបានសហការជាមួយប៉ូលីសអន្តរជាតិដើម្បីចាប់ខ្លួនពួកគេទាំងស្រុងហើយដឹងហើយចុះអ្នកទាំងអស់គ្នាវិញលោកស្រីស៊ូអត់ទេលោកស្រីលិននេះជាកម្ចីគ្មានការប្រាក់និងគ្មានកំណត់ការកំណត់ 5,000 លានដែលធនាគារយើងរួមគ្នាផ្ដល់ឲ្យស៊ូគ្រូសូមអ្នកមេត្តាទទួលយកផងនៅមាន 5,000 លានរបស់ពួកយើងទៀតកាលពីមុនមកពីអាសូវងឆេននោះវានាំឲ្យពួកយើងយកចាស់លេងសូមលោកស្រីមេត្តាលើកលែងទោសផងអោនអុកតេញ៉ូនរណាឲ្យក្បាលម៉ាស៊ីនអញហ៊ានទៅប៉ះពាល់មនុស្សស្រីរបស់លោកម្ចាស់ Dragon Head លោកស្រីឡៃលោកស្រីលេងពួកយើងមានភ្នែកតែមើលមិនស្គាល់ភ្នំតៃសានសូមលោកស្រីមេត្តាលើកលែងទោសផងលោកស្រីលេងសំឡេងស្រែកនឹងទាញខ្លួនចេញទៅនេះគឺត្រាភ័ក្រនីក្រី Abyss Dragon Jade Pendant ត្រាអាញាសិទ្ធដ៏ខ្ពង់ខ្ពស់ដែលគ្រប់គ្រងពិភពងឹតនិងពិភពរៀងរាល់កន្លែងមានទ្រព្យសម្បត្តិស្មើប្រទេសមិនក៏ត្រូវគេបោះចោលក្នុងធុងសម្រាប់បែបនេះលោកម្ចាស់ត្រានីក្រីដ៏ខ្ពង់ខ្ពស់នេះតើអាប្រឡប់ណាហ៊ានដល់ថ្នាក់មកប្រមាថមើលងាយបែបនេះលេងយួនអ្នកពិតជាសុំទោសណាលេងយួនមកពីខ្ញុំខកភ្នែកមើលមនុស្សមិនធ្លុះមកពីខ្ញុំតែងតែយកច្រឡំលើអ្នកហេតុអ្វីបានជាអ្នកល្អចំពោះខ្ញុំយ៉ាងនេះហេតុអ្វីស្រីឈួតខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំនឹងទទួលខុសត្រូវលើរូបអ្នកក្នុងអ្នកទទួលយកដុំយ៉ាស្បូងរបស់ខ្ញុំសាជាថ្មីមួយជីវិតនេះអ្នកគឺជាមនុស្សស្រីរបស់លេងយួនខ្ញុំបញ្ជូនត្រានីក្រីរបស់ខ្ញុំចាប់ពីថ្ងៃនេះទៅក្រុមហ៊ុន Super Group នៅ Jiangcheng នឹងត្រូវការពីដោយ Dot Night Group ទាំងស្រុងបើអ្នកណាមិនសុខចិត្តចូលមកប្រកួតបានលេងយួនយប់នោះព្រមទាំងប៉ុន្មានថ្ងៃនេះដែលខ្ញុំមានធានធ្វើបាបអ្នកឲ្យអ្នកទៅលាងបន្ទប់ទឹកនោះសុំទោសណាខ្ញុំពិតជាមិនបានដឹងសោះថាអ្នកគឺជាអ្នកការពារដែលលោកប្រមុខធ្លាប់បាននិយាយប្រាប់កាន់តែមិនដឹងថាដុំត្បូងមួយនោះរឿងដែលកន្លងផុតទៅហើយកុំរំលឹកទៀតអីខ្ញុំធ្លាប់និយាយហើយឲ្យតែបានកាន់ត្រានីក្រីរបស់ខ្ញុំនៅលើលោកនេះគ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកយំបានឡើយដៃនៅជឿទៀតទេអត់ជឿទៀតទេប៉ុន្តែលេងយួនក្នុងអ្នកជាលោកម្ចាស់ Dragon Head ដែលគ្រប់គ្រងទ្រព្យសម្បត្តិរាប់ពាន់លានហើយអ្វីបានជាត្រូវលាក់បាំងអត្តសញ្ញាណមកធ្វើជាសន្តិសុខនៅកន្លែងខ្ញុំបែបនេះអ្នកមានដឹងទេប៉ុន្មានថ្ងៃនេះឃើញអ្នកត្រូវពួកប្រធានផ្នែកទាំងនោះចំអកឲ្យក្នុងចិត្តខ្ញុំលាក់បាំងអត្តសញ្ញាណគឺគ្រាន់តែចង់ស៊ើបរកតម្រុយឃាតករដែលបានធ្វើបាបបងប្អូនរបស់ខ្ញុំកាលពី5ឆ្នាំមុនប៉ុណ្ណោះចំណែករឿងលាងបន្ទប់ទឹកឲ្យតែបានអ្នកមានសុវត្ថិភាពធ្វើជាសន្តិសុខតូចតាចម្នាក់តើវាមានបញ្ហាអីទៅរីកាលោកម្ចាស់លោកស្រីកើតរឿងធំហើយទោះបីជាវង group ត្រូវដួលរំលំហើយក្នុងបង្អែកពិតប្រាកដនៅពីក្រោយខ្នងពួកគេត្រកូលអភិជនលេខ1ប្រចាំខេត្តបានចេញមកហើយត្រកូលឆៅនៅថ្នាក់ខេត្តធ្វើសកម្មភាពលឿនគ្រាន់បើវ៉ាន់ស៊ីមិនបានកាប់ដាច់ខ្សែចង្វាក់ហិរញ្ញវត្ថុទាំងអស់របស់ត្រកូលវងហើយទេស្នាដៃរបស់លោកម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់ប៉ុន្តែត្រកូលឆៅមានឫសគល់ជ្រៅជ្រៅណាស់នៅក្នុងខេត្តពួកគេក្តោបក្តាប់ប្រភពធាតុដើមនិងសរសៃឈាមនាំចេញនាំចូលទាំងអស់ក្នុងខេត្តអ្នកប្រុសតូចត្រកូលឆៅគឺឆៅកាលពី5នាទីមុនបានខត់ទុកទំនិញរបស់ស៊ូគ្រុបនៅកុយដែលជាធាតុដើមផលិតឈីបមានតម្លៃសរុប 3,000 លានហើយលើសពីនេះស្អីទៀតហើយឆៅបាននិយាយយូរដងថាការដែលមហាសេដ្ឋីលេខ1នៅយ៉ាងចេញលុតជង្គង់គឺគ្រាន់តែជាការសម្ដែងល្ខោនប៉ុណ្ណោះវាមិនជឿថាអសន្តិសុខស្អុយម្នាក់អាចមានក្នុងបង្អែកស្អីនោះទេវាបានរៀបចំពិធីលៀងសាយភោជនៅក្លឹបយ៉ានីងឆេងកងនៅយប់នេះដោយបញ្ជាក់ចំឈ្មោះឲ្យលោកស្រីសូទៅទីនោះតែម្នាក់ឯងលុតជង្គង់ចរចាជាមួយវាបើពុំនោះទេវាស្មើនឹងធ្វើឲ្យផលិតផលជីបទាំងអស់របស់ស៊ូគ្រុបត្រូវផ្លាស់ប្ដូរផែនការទាំងស្រុងត្រកូលឆៅធ្វើបែបនេះគឺកំហែងយកព្រៀបចំហតែម្ដងលេងយួនពួកយើងមិនអាចទៅបានទេនេះពិតជាជប់លៀងលាក់កំបិតច្បាស់ណាស់ទៅហេតុអ្វីមិនទៅហានឈៀនរៀបចំឡានយប់នេះកំដរមនុស្សស្រីរបស់ខ្ញុំទៅជួបអ្នកប្រុសធំត្រកូលឆៅនៅថ្នាក់ខេត្តម្នាក់នេះបន្តិចមើលយកនេះជាគឺស្ដេចនាគសន្តិសុខដែលល្បីល្បាញពេញយ៉ាងចេញនឹងហោះក្បាលរឹងដូចហាន់ឈែនបែរជាទៅលុតជង្គង់ឲ្យអាតូចតែស្អុយម្នាក់សោះអាយុច្រើនរហូតរស់នៅឆ្កែបាត់ទៅហើយឆៅហួរការប្រកួតប្រជែងពាណិជ្ជកម្មអាស្រ័យលើសមត្ថភាពរៀងខ្លួនអ្នកក្រៅទំនាក់ទំនងចម្លើយ 3,000 លានរបស់ស៊ូគ្រុបយើងដោយគ្មានមូលហេតុនេះជាអំពើមើលច្បាប់ល្មើសច្បាប់លោកស្រីស៊ូអ្នកយកសប្តាហ៍ថ្ងៃត្រង់ពេកហើយនៅកន្លែងនេះត្រកូលឆៅខ្ញុំគឺជាច្បាប់ហាន់ឈែនអាចបំភ័យអាសម្រាមវងឆែនបានប៉ុន្តែនៅចំពោះមុខត្រកូលឆៅខ្ញុំវាគ្រាន់តែជាអាអ្នកមានថ្មីថ្មោងធំជាងគេបន្តិចប៉ុណ្ណោះចំណែកអាសន្តិសុខស្អុយនៅក្បែរខ្លួនអ្នកដែលចេះតែបញ្ជាគេឯងនេះវិញណែអូននិយាយថាឯងពូកែវីតបណាស់មែនទេសូម្បីតែអាប្លាក់លីបរបស់ខ្ញុំទីនេះជាវណ្ណៈស្រីឯងពីឲ្យខ្សែដែរឬទេអ្នកងងបោកប្រាស់ពេកហើយនៅខេត្តត្រកូលជើរបស់ខ្ញុំគឺជាច្បាប់ធានទិអាចបំភ័យឲ្យបានការវ៉ាន់ធានឆឹងដែរនៅក្នុងភ្នែកត្រកូលជើខ្ញុំហានធានទិគ្រាន់តែជាអ្នកមានថ្មីថ្មោងអាសន្តិសុខស្អុយដែលចេះតែវាយតបនៅក្បែរកាយនាងនេះហានធានទិអាចបំភ័យឲ្យបានការវ៉ាន់ធានឆឹងដែរត្រកូលជើខ្ញុំហានធានទិគ្រាន់តែជាអ្នកមានថ្មីថ្មោងចំពោះអាសន្តិសុខស្អុយដែលចេះតែវាយតបនៅក្បែរកាយនាងនេះអាអូននិយាយថាឯងពូកែវីតបតែហើយនៃក្រុមទីហ៊ានស៊ីឈ្នួលចាំងហ្វាំងក៏ត្រូវឯងនិយាយថាអ្វីទៅជាវណ្ណៈជាន់ទីពិតប្រាកដឬទេនៅចំពោះមុខអំណាចនឹងទុនដល់ដាច់ខាតអាហ្វុកបាច់គុណបាត់ជើងដូចជាយកម្រាមដៃគឺអាចប្រើលុយជួខ្មាញ់កំភ្លើង 10,000 នាក់មកយកជីវិតឆ្កែរបស់ឯងបាន10 វិនាទីដកដៃស្អុយរបស់ឯងដូចទេត្រកូលជើនឹងត្រូវលុបឈ្មោះចេញពីប្រទេសចិននៅយប់នេះលុបឈ្មោះត្រកូលជើអញហាលីនយ៉នអញសំដែងរហូតញៀនហើយមែនទេឃើញទេ
អានេះគេហៅថាអាវុធពូកែវាយប៉ុណ្ណាក៏ដោយតើលឿនជាងគ្រាប់កាំភ្លើងទេថ្ងៃនេះអញនាំកាំភ្លើងមករាប់រយដើមគ្រាន់តែអញបញ្ជាមាត់មួយម៉ាត់ឯងនឹងត្រូវគេបាញ់ឡើងធ្លុះដូចជាចម្រោះអញពូកែវាយប៉ុណ្ណាក៏ដោយតើលឿនជាងគ្រាប់កាំភ្លើងទេថ្ងៃនេះអញនាំកាំភ្លើងមករាប់រយដើមគ្រាន់តែអញបញ្ជាមាត់មួយម៉ាត់ឯងនឹងត្រូវគេបាញ់ឡើងធ្លុះដូចជាចម្រោះឥឡូវនេះអញឲ្យជំរឿអញទី1លុតជង្គង់ចុះលិតស្បែកជើងអញឲ្យស្អាតរួចវាចេញទៅទី2អញកាត់ដៃជើងអញចោលមុនរួចឲ្យស៊ូជីងសៀនលុតជង្គង់អង្វាញឲ្យលើកលែងទោសជីវិតឆ្កែថាតាមមុខមាត់របស់នាងអាចខ្ពង់ខ្ពស់បានដល់ណាទៀតដល់ពេលហើយចៅសាវហួរត្រកូលចូលណែខេតឥឡូវនេះអញហ៊ានប៉ះពាល់អញម្ដងទៀតមើលលេងអញអាសន្តិសុខស្អុយអញហ៊ានធ្វើបាបអញផងអញគឺចៅធានហាវជីមហានេះអញហ៊ានប៉ះពាល់អញមិនត្រឹមតែអញត្រូវស្លាប់ទេសូម្បីតែត្រកូលស៊ូទាំងមូលនៅក្រុងជាងក៏ត្រូវស្លាប់កប់តាមអញចៅធានហាវមើលទៅអញមានទំនុកចិត្តលើអំណាចឯងគិតថានៅចំពោះមុខអានយាយគ្រប់ Dark Knight Group ត្រកូលចូលណែខេតស្អីគេទៅពុកប្រញាប់ជួយកូនផងពួកអាសន្តិសុខចង្រៃនេះបះបោរហើយប្រញាប់ប្រើប្រាស់ទំនាក់ទំនងទាំងអស់របស់ត្រកូលចូលយើងឲ្យអភិបាលខេត្តចាត់មនុស្សមកបាញ់សម្លាប់អាសម្រាមឈ្មោះលីនយ៉ននេះនៅនឹងកន្លែងទៅបិទមកទៅអញចង់បំផ្លាញត្រកូលចូលយើងទាំងមូលមែនទេលុតជង្គង់ចុះឲ្យអញអ្នកបម្រើមានទោសជើធានហាវសូមស្វាគមន៍លោកម្ចាស់ស្ដេចណាតចម្រៅជ្រៅគុណល្មុំមិនដឹងអីបានប្រមាថដល់លោកម្ចាស់និងលោកជំទាវទោសនេះសម្ស្លាប់មិនសូមលោកម្ចាស់យកយោថាត្រកូលជើមិនបានដឹងរឿងសូមលើកលែងទោសដល់គ្រួសារខ្ញុំផងពុកច្រឡំហើយមែនទេជាអាសន្តិសុខតូចតាចម្នាក់របស់ត្រកូលស៊ូប៉ុណ្ណោះអាសន្តិសុខស្អីក្បាលឯងអគ្គនាយកវ៉ាន់ស៊ឺកាលពី3នាទីមុនបានចុះហត្ថលេខាលើបញ្ជីកំទេចរបស់បានរាប់សែនលានរបស់ត្រកូលជើយើងនៅបរទេសក្នុងរយៈពេល2សប្តាហ៍ត្រូវបង្ខំឲ្យរំលាយរហូតខ្សែធនធនាគារដៃគូក្នុងស្រុកចំនួន30ក្នុងពេលតែមួយបានកកកុញទ្រព្យសម្បត្តិទាំងអស់របស់យើងអាចឆ្កែត្រឆានអញហ៊ានទៅប៉ះពាល់ដល់ព្រះពុទ្ធប្រកបជាហៅកូនប្រុសរបស់អញអំបញ្ញមិញនិយាយថាចង់ប្រើលុយជួលខ្មាញ់កាំភ្លើង10000នាក់មកយកជីវិតអញនិងប្រពន្ធអញម្ចាស់លើកលែងទោសផងបញ្ចូលទៅក្នុងស៊ូស៊ីសុខចិត្តដោយទ្រព្យសម្បត្តិអស់គ្រាន់តែសូមលោកម្ចាស់លើកលែងទោសជីវិតឆ្កែរបស់អភិញោនេះផងត្រកូលជើសុខចិត្តធ្វើជាអ្នកបម្រើរបស់លោកម្ចាស់ជារៀងរហូតឃើញសូមលោកម្ចាស់មេតាសៀនអញទុកជីវិតឆ្កែឲ្យពួកឯងប៉ាន់ស៊ឺរៀបចំទទួលយកអាជីវកម្មទាំងអស់របស់ត្រកូលជើយកចូលទៅក្នុងស៊ូស៊ីគ្រប់ដោយឥតគិតថ្លៃចំណែកជើសាវហួរបាក់ដៃបាក់ជើងប្រវត្តិទៅក្រុងវិញឲ្យធ្វើជាស្មុំយីចោះអស់មួយជីវិតទូបង្គំទទួលរាជសារ属下遵命អើយពួកឯងបាននៅក្មេងស្រីឈីងសៀននោះមិនត្រឹមតែស្រោចស្រង់ក្រុមហ៊ុនបានទេថែមទាំងគ្រូប្រែជាលៀបបានលេបយកត្រកូលចូលនៅខេត្តទៀតផងប៉ុន្តែនាងបែរជាត្រូវអាសន្តិសុខស្អុយថ្នាក់ទីម្នាក់បោកប្រាស់ចិត្តបាត់ទៅហើយមែនតើលីថាល្អិតនោះឈ្មោះលីនយ៉នប៉ុន្មានថ្ងៃមុននៅតែលៀងបង្គន់នៅក្នុងអគារស៊ូស៊ីនៅឡើយទេឈីងសៀនយ៉ាងណាក៏ជាស្រីស្អាតលេខ1នៅក្រុងចិនដែរមិនក៏ទៅជ្រើសរើសជឿទៀតត្រូវតាមមុខមាត់ត្រកូលស៊ើយើងយកទៅទុកណែណាយេឈីងសៀនឲ្យមែនទេមិត្តប្រុសសន្តិសុខដ៏ល្បីល្បាញឈ្មោះលីនយ៉នរបស់ឯងនោះថ្ងៃនេះជាពិធីជប់លៀងគ្រួសារជាន់ខ្ពស់ហើយអ្វីបានជាឯងនាំអាអ្នកយាមទ្វារលៀងបង្គន់មកជាមួយដែរព្រមរំលេចសូត្ររបស់សន្តាគារជាតិត្រូវជន់ប្រឡាក់អស់ហើយប្រាក់ខែ1ឆ្នាំរបស់ពួកថ្នាក់អ្នកមីងធំមែនទេព្រមជន់មិនខូចទេប៉ុន្តែបើមាត់មនុស្សខ្លះស្អុយពេកវានឹងងាយស្រួលនាំទុកទោសមកដាក់ខ្លួនឯងអ្នកណាថាមីងធំជីងសៀនមើលវាចុះគ្មានជឿហើយជីងសៀនថ្ងៃនេះមនុស្សចាស់ក្នុងគ្រួសារនៅជុំគ្នាប្រុសធំសម្រាប់ចិត្តជំនួសពួកយើងបានជ្រើសរើសលោកប្រុសឈូនៃឋានលោកប្រុសឈូនៃទ្រព្យសម្បត្តិរាប់ពាន់លានថែមទាំងមានទំនាក់ទំនងកំពូលនៅខេត្តតែគាត់ទេដែលសមនឹងឯងនឹងស៊ូស៊ីគ្រប់នាពេលបច្ចុប្បន្នត្រូវហើយជីងសៀនឲ្យលោកប្រុសឈូដេញអាសន្តិសុខលៀងបង្គន់នេះចេញទៅលោកធ្វើឲ្យទៅភ្នែកលោកប្រុសឈូអ៊ំប្រុសធំអ្នកមីងប្អូនអ្នកមានការរបស់ខ្ញុំមិនបាច់ឲ្យពួកអ្នកមកលុបដៃទេលីនយ៉នមិនមែនជាអាសន្តិសុខហើយក៏ជាអ្នកមានគុណស្រោចស្រង់ជាបរិសុទ្ធរបស់ខ្ញុំដែរបើពួកអ្នកទទួលគាត់មិនបានទេចាប់ចោះពិធីជប់លៀងនេះពួកយើងក៏មិនដែរពួកយើងទៅអូយលោកប្រុសឈូលោកមកដល់ហើយលោកមើលចុះជីងសៀនគ្រួសារយើងកំពុងត្រូវអាសន្តិសុខពីណាក៏មិនតាមមកជួយកាត់សេចក្តីមើលជីងសៀនខកខានជួបគ្នាប៉ុន្មានថ្ងៃនាងកាន់តែស្អាតឡើងហើយកាលពីពេលថ្មីនេះមានអាអត់បានការគ្មានភ្នែកប៉ុន្មានអ្នកធ្វើបាបនាងកុំបារម្ភថ្ងៃនេះខ្ញុំមកដល់ហើយនៅក្រុងចឹងនេះគ្មាននរណាហ៊ានធ្វើបាបនាងទៀតទេអាល្អិតឯងឈ្មោះលីនយ៉នមែនទេអាអ្នកយាមទ្វារលៀងបង្គន់អាគុកចង់ស៊ីសាច់ខ្ញានចេះជាលុយ10000យ៉នកាន់លុយនេះរួចប្រញាប់ចាក់ចេញថ្ងៃនោះចឹងឲ្យឃើញឯងនៅក្បែរជីងសៀនទៀតឲ្យសោះបើមិនដូច្នោះទេអញនឹងធ្វើឲ្យឯងរលាយខ្លួនបាត់ពីប្រទេសចិនឯងជឿទេមើលចុះនេះហើយជាអំណាចរបស់លោកប្រុសធំមកពីខេត្តអាសន្តិសុខក្រោយឲ្យឈូធានមិនប្រញាប់រើសឲ្យវាចេញទៅឲ្យឈូធានយូឈីឈៀនីវវាចូលមកលីនយួនពួកឯងច្បាស់ជាដោះបង្គន់រហូតខូចខួរក្បាលហើយឪពុករបស់ខ្ញុំឥឡូវនេះកំពុងនៅឯសន្តាគាររដ្ឋក្បែរនេះក្នុងពិធីជប់លៀងនយោបាយនិងពាណិជ្ជកម្មជាន់ខ្ពស់ញ៉ាំស្រាជាមួយមហាសេដ្ឋីលោក Hanchen និងប្រធានក្រុមហ៊ុន Vance ឆ្លងដែនលោកតាគាត់រកចំណូលបានរាប់រយលានក្នុង1នាទីឯងគិតថាឯងជានរណាហ៊ានឲ្យខ្ញុំវាចូលមកពិតជាមនុស្សឈួតមែនជីងសួន King Chuan ភ្នែកមើលប្រុសរបស់ឯងពិតជាអស្ចារ្យមែនពុកមកត្រូវពេលល្អណាស់នៅទីនេះមានសន្តិសុខស្អុយម្នាក់បិទមាត់អាប្រឡប់មិនស្គាល់ស្លាប់រស់ពុកឈួតហើយពុកវាខ្ញុំធ្វើអីគឺអាសន្តិសុខស្អុយដែលអង្គុយនៅលើតុធំរបស់ត្រកូលស៊ូនោះបិទមាត់តាមជាមួយត្រកូលឈូរបស់យើងឯងចង់បំផ្លាញត្រកូលឈូទាំងមូលរបស់ពួកយើងមែនទេទូលបង្គំឈូធានយូមិនដឹងថាលោកម្ចាស់លងស៊ូនិងអ្នកម្នាងនៅទីនេះអាជើងកាត់ប្រហានអវិជ្ជាហ៊ានប្រើប្រាក់បន្តិចបន្តួចមកប្រមាថលោកម្ចាស់សូមលោកម្ចាស់មេត្តាអនុគ្រោះដល់ត្រកូលឈូដែលមិនបានដឹងរឿងសូមលើកលែងជីវិតឆ្កែរបស់ពួកយើងផងលោកម្ចាស់លងស៊ូពុកច្រឡំហើយមែនទេប៉ុន្មានថ្ងៃមុនវានៅលៀងបង្គន់នៅអគារអន្តេវាសិកដ្ឋាននៅឡើយវាគ្រាន់តែជាអាសន្តិសុខស្អុយម្នាក់ប៉ុណ្ណោះឈូធានខ្វាំងឈីឈៀងខូបើកភ្នែកឆ្កែរបស់ឯងមើលឲ្យច្បាស់
អ្នកដែលឈរនៅចំពោះមុខឯងគឺជាម្ចាស់អំណាចចង្រិត Dark Knight Master ដែលក្តាប់សេដ្ឋកិច្ចពិភពលោកលេខ1និងគ្រប់គ្រងទ្រព្យសម្បត្តិរាប់សែនលាន30វិនាទីមុនក្រុមហ៊ុន Dark Knight Group បានបើកការវាយប្រហារសង្គ្រាមហិរញ្ញវត្ថុលើក្រុមហ៊ុន China Group ទាំងស្រុងភាគហ៊ុនត្រកូលឈូរបស់ពួកឯងត្រូវផ្អាកជួញដូរទាំងស្រុងហើយទ្រព្យសម្បត្តិត្រូវបានបិទគប់តាមច្បាប់ឯងនៅពេលនេះសំបីតែស្មុំចរាក៏មិនស្មើផងសំឡេងភ្ញាក់ផ្អើលនិងឆ្លក់ស្រាលីងយួនទេលោកម្ចាស់ស្តេចនៀកគឺពួកយើងខ្វាក់ភ្នែកឆ្កែគឺពួកយើងថោកទាបលោកគឺជាព្រះពិតប្រាកដដែលបានសង្គ្រោះក្រុមហ៊ុនស៊ូគ្រុបលោកម្ចាស់អត់ទោសផងគឺខ្ញុំជាអ៊ំប្រុសដែលគួរតែស្លាប់គឺខ្ញុំលោភលន់ចង់បានប្រាក់សូមលោកម្ចាស់មេត្តាយកដល់មុខ King Chun ផងចាត់ទុកពួកយើងដូចជាខ្យល់ដង្ហើមហើយដោះលែងពួកយើងទៅ King Chun ក្រុមមនុស្សដែលហៅថាចាស់ទុំនិងសាច់ញាតិទាំងនេះអូនចង់ចាត់ការពួកcôយ៉ាងណាអ៊ំប្រុសអ៊ំស្រីម្ដាយមីងទី2កាលពីពេលមុននៅពេលត្រកូលស៊ូជួបគ្រោះថ្នាក់អ្នករាល់គ្នាមើលបំណាំដោយចិត្តត្រជាក់ឥឡូវនេះបែរជាចង់យកខ្ញុំធ្វើជាចម្រងដើម្បីដោះដូរផលប្រយោជន៍ចាប់ពីថ្ងៃនេះទៅខ្ញុំស៊ូ King Chun ផ្ដាច់ទំនាក់ទំនងសាច់ញាតិទាំងអស់ជាមួយអ្នករាល់គ្នាក្រុមហ៊ុនស៊ូ Group មិនពាក់ព័ន្ធជាមួយអ្នករាល់គ្នាទៀតទេលេងយួនពួកយើងទៅវាចេញឲ្យអស់ទៅគុំនៅទីនេះធ្វើឲ្យខ្វាក់ភ្នែកមនុស្សស្រីរបស់អញសំឡេងច្របូកច្របល់រត់គេចខ្លួនលេងយួនអរគុណអ្នកណាស់ប្រសិនបើគ្មានអ្នកទេខ្ញុំមិនដឹងថាថ្ងៃនេះត្រូវគេបង្ខំឲ្យដល់ផ្លូវតបែបណាទៀតទេគ្រាន់តែអត្តសញ្ញាណពិតប្រាកដរបស់អ្នកបែរជាមេដឹកនាំ Dark Knight Dragonhead នៃមហាសេដ្ឋីលេខ1លើពិភពលោកខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្លួនឯងតូចតាចណាស់តើខ្ញុំពិតជាមានសិទ្ធិឈរក្បែរអ្នកមែនទេមនុស្សល្ងងកុំនិយាយផ្ដេសផ្ដាសក្នុងភ្នែកខ្ញុំគ្មានពាក្យថាតូចតាចឬមិនតូចតាចទេអូនគឺជាមនុស្សស្រីតែម្នាក់គត់ក្នុងជីវិតរបស់លេងយួនខ្ញុំហើយក៏ជា Phoenix ដែលលោកមេបញ្ជាការចាស់បានផ្ញើសារប្រគល់ឲ្យខ្ញុំមុនពេលទទួលមរណភាពដើម្បីការពារអស់មួយជីវិតទោះបីជាមេឃលំមកក៏មានបងជួយរ៉ាប់រងជំនួសអូនដែរអោបគ្នាយ៉ាងកក់ក្ដៅក្នុងពេលដែលមកដល់ហើយកុំសំងុំលាក់ក្បាលលាក់កន្ទុយអីចេញមកអស្ចារ្យពិតជាអស្ចារ្យមែនលោកម្ចាស់ស្តេចនាគលេងយួននៃ Dark Knight ដែលល្បីល្បាញដល់ក្រៅប្រទេសនិងធ្វើឲ្យរាជវង្សបរទេសលុតជង្គង់ស្វាគមន៍មិននឹកស្មានសោះថានៅកន្លែងតូចមួយដូចជា Yangcheng នេះបែរជាមកលេងល្បែងក្មេងជារៀងរាល់ថ្ងៃជាមួយក្រុមមនុស្សលំដាប់ទាបទៅវិញមនុស្សនៃត្រកូល Yeji នៅរាជធានីសូមណែនាំខ្លួនបន្តិចខ្ញុំគឺជា Ye Washun ជីវូស៊ូងកូនប្រុសរបស់ត្រកូលកំពូល Ye នៅរាជធានីលេងយួនកាលពី5ឆ្នាំមុនឯងមានសំណាងនាំមនុស្សរត់គេចខ្លួនទៅក្រៅប្រទេសហើយបានបង្កើត Dark Knight Group ដោយសម្ងាត់ទ្រព្យសម្បត្តិនិងអំណាចពិតជាប្រមូលបានយ៉ាងល្អធ្វើឲ្យពួកយើងមានការភ្ញាក់ផ្អើលបន្តិចប៉ុន្តែឯងកុំភ្លេចឲ្យសោះទឹកដីចិនគឺជ្រៅណាស់ប្រវត្តិហ៊ានស៊ីឈ្នួលនៅក្រៅប្រទេសរបស់ឯងនៅក្នុងភ្នែករបស់ត្រកូលកំពូលដែលគ្រប់គ្រងខ្សែនាគពិតប្រាកដនៅរាជធានីគ្រាន់តែជាប្រគៀបលេងរបស់ពួកអ្នកមានថ្មីប៉ុណ្ណោះកាលពីឆ្នាំនោះក្រុមអ្នកដែលសហការជាមួយកងកម្លាំងក្រៅប្រទេសក្បត់ក្រុមហ៊ុន Dark Knight Group របស់ខ្ញុំហើយបានសម្លាប់បងប្អូនការពារ Dragon World ទាំង9នាក់របស់ខ្ញុំនៅពីក្រោយខ្នងពិតជាមានត្រកូលយេរបស់ពួកឯងមែនហើយយ៉ាងម៉េចអញគិតថាអញកំទេចត្រកូលវាងនៅយ៉ែងឆេងនឹងលេបត្របាក់ត្រកូលចៅនៅខេត្តបានហើយអស្ចារ្យណាស់មែនទេអញសំណាងហើយដែលនាំមនុស្សរត់ទៅបរទេសដូចបង្កើតក្រុមហ៊ុន Dark Knight Group ទ្រព្យសម្បត្តិនិងអំណាចពិតជាប្រមូលបានមិនអាក្រក់ទេធ្វើឲ្យពួកយើងភ្ញាក់ផ្អើលបន្តិចដែរតែអញកុំភ្លេចឲ្យសោះទឹកដីចិនគឺជ្រៅខ្លាំងណាស់កងទ័ពស៊ីឈ្នួលនៅបរទេសរបស់ឯងនៅក្នុងភ្នែករបស់ពួកអភិជនកម្ពុជាដែលក្តោបក្តាប់អំណាចនៅរាជធានីគ្រាន់តែជាក្រុមអ្នកមានថ្មីថ្មោងដែលលេងល្បែងក្មេងលេងប៉ុណ្ណោះកាលនោះឯងបានរួមដៃជាមួយកម្លាំងក្រៅប្រទេសក្បត់ក្រុមហ៊ុន Dark Knight Group របស់ខ្ញុំនៅពីក្រោយខ្នងនៃការសម្លាប់បងប្អូនកងការពារនាគ9នាក់របស់ខ្ញុំពិតជាមានចំណែករបស់ត្រកូលជីរបស់ពួកឯងមែនហាមែនហើយតាព្រេចអញគិតថាកំទេចត្រកូលវាងនៅក្រុងជាងហើយលេបត្រកូលជូនៅខេត្តគឺអស្ចារ្យណាស់មែនទេលីនយ៉ននិយាយត្រង់ចុះថ្ងៃនេះខ្ញុំផ្ទាល់មកទីនេះគឺទទួលបញ្ជាពីមេត្រកូលមកយកបានបញ្ជាស្តេចនាគចម្រៅជ្រៅនៅក្នុងដៃឯងមកវិញបើឯងព្រមប្រគល់បានបញ្ជាស្តេចនាគដោយសម្រួលលុតជង្គង់កាត់ដៃខ្លួនឯងចោលត្រកូលជីរបស់ខ្ញុំអាចលើកលែងទោសឲ្យមួយលើកទុកផ្លូវរស់ឲ្យឯងនឹងស្រីម្នាក់នេះបើមិនចឹងទេ7ថ្ងៃក្រោយនៅថ្ងៃប្រជុំសភាគោទាំងរយនៅរាជធានីគឺជាថ្ងៃដែលក្រុមហ៊ុន Dark Knight Group របស់ឯងរលីបាត់រូបទាំងស្រុង
ត្រឡប់ទៅប្រាប់អតាកែវនៃត្រកូលជីរបស់ឯងវិញទៅថាបានបញ្ជាស្ដេចនាគឺនៅទីនេះបើមានក្លាហានឲ្យត្រកូលជីមកយកដោយផ្ទាល់មក7ថ្ងៃក្រោយក្នុងពិធីប្រជុំត្រកូលទាំង100នៅរាជធានីខ្ញុំលីងយ៉ននឹងទៅដល់រាជធានីដោយផ្ទាល់កំទេចទ្វារធំនៃត្រកូលជីរបស់ពួកឯងយកឈាមស្រស់នៃមនុស្សរាប់រយនាក់ក្នុងត្រកូលជីដើម្បីសែនជូនបងប្អូនដែលបានស្លាប់របស់ខ្ញុំកាលពីមុនល្អណាស់លីងយ៉នឯងពិតជាមានក្លាហានមែន7ថ្ងៃក្រោយរាជធានីនឹងជាកន្លែងកប់ខ្មោចរបស់ឯងពួកយើងទៅអញនោះខ្ញុំស្មានតែមេដឹកនាំ Dark Knight មកពីបរទេសជាអាទិទេពណាស្អីធ្វើរូបធ្វើពីចុងក្រោយពាក់អាវខោថោកតែក្លាហានហ៊ានមកពិធីលៀងសាយភោជរាជធានីដែរពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់អាសន្តិសុខស្អុយបាតសង្គមដែលលៀងបង្គន់ឲ្យក្រុមហ៊ុនបានប្រមាណថ្ងៃចៃដន្យមានសំណាងបន្តិចបន្តួចកំទេចបានត្រកូលវាងនិងត្រកូលជូស្មានតែខ្លួនឯងអាចមកតវ៉ាជាមួយត្រកូលកំពូលនៅរាជធានីបានមែនទេពិតជាមិនស្គាល់ក្បាលចាស់ស្លាប់មែនលីងយ៉នអញពិតជាហ៊ានមកផ្លោះជីវិតមែនណា7ថ្ងៃមុនអញបាននិយាយនៅក្រុងជាងរួចហើយថារាជធានីគឺជាកន្លែងកប់ខ្មោចរបស់ឯងនិងស្រីម្នាក់នេះជីអ៊ូសោង5ឆ្នាំមុនត្រកូលជីរបស់ឯងបានសហការជាមួយកម្លាំងក្រៅប្រទេសក្បត់ Dark Knight Group សម្រាប់បងប្អូនកងការពារនា9នាក់របស់លីងយ៉នថ្ងៃនេះពួកយើងមកដើម្បីទារបំណុលឈាមនេះវិញបំណុលឈាមមីអូននៅស្រុកចិនត្រកូលជីរបស់អញគឺជាអំណាចកំពូលលីងយ៉នទ្រព្យសម្បត្តិរាប់សែនកដេរបស់អញនៅបរទេសនោះនៅចំពោះមុខអំណាចផ្ដាច់មុខនៃត្រកូលជីរបស់អញវាក៏គ្រាន់តែជាលេខមួយចំនួនប៉ុណ្ណោះថ្ងៃនេះអញមិនត្រឹមតែយកជីវិតអញទេថែមទាំងយកបានបញ្ជាស្ដេចនាគនៅក្នុងដៃអញទៀតផងប្រជាជនត្រកូលទាំង100នៅរាជធានីស្ដាប់បញ្ជាអ្នកណាអាចកាត់ក្បាលអ្វីក្មេងនេះជូនត្រកូលជីរបស់អញបានទ្រព្យសម្បត្តិរាប់សែនកដេដែលសល់ពីត្រកូលជូនិងត្រកូលវាងត្រកូលជីរបស់អញនឹងប្រកូលជូនដោយដៃទាំងពីរហ្វូងចៅឡំពាត់ប្រមាញ់ជីខេងហេងអញពិតជាគិតថាការនាំយកហ្វូងមន់និងឆ្កែព្រៃអស់ទាំងនេះអាចទប់ទល់នឹងនាគពិតប្រាកដដូចជាអញបានមែនទេមេដឹកនាំនៃសាខានីមួយជុំវិញពិភពលោករបស់ប្រាសាទអន្តការមកទទួលស្វាគមន៍ស្ដេចណាក់ត្រឡប់មកវិញអ្នកប្រយុទ្ធស្លាប់រស់100000នាក់នៃប្រាសាទអន្តការបានបិទគប់រាជធានីទាំងស្រុងហើយអ្នកណាហ៊ានប្រមាថលោកម្ចាស់ពួកយើងនឹងរួមដៃគ្នាកំទេចពូជពងទាំង9ចំនួនរបស់វាដោយមិនទុកឲ្យសល់សូម្បីតែស្មៅមួយសរសៃឡើយរឿងនេះមិនក៏អាចទៅរួចកម្លាំងពិតប្រាកដរបស់ឯងអាចបញ្ជាមនុស្សបានពេញពិភពលោកផងតើឯងជានរណានឹងអញជានរណាកាលពី5ឆ្នាំមុននៅពេលដែលត្រកូលជីរបស់អញត្រូវរកជាមួយពួកបរទេសសម្រាប់បងប្អូនការពារនាគទាំង9នាក់របស់អញគួរតែគិតដល់ថ្ងៃនេះហើយថ្ងៃនេះទោះជាស្ដេចស្ថានស៊ូក៏ជួយពួកឯងមិនបានដែរជីវ៉ាជួងរងចាំសេចក្តីស្លាប់ទៅកំពូលគ្រូក្បាច់គុណទាំង8ទៅសម្រាប់វាទៅលោកម្ចាស់ស្ដេចនាគខ្ញុំខុសហើយខ្ញុំមានភ្នែកតែមើលមិនឃើញកាលពី5ឆ្នាំមុនគឺឪពុកខ្ញុំជាអ្នកដឹកនាំរឿងនេះទេមិនពាក់ព័ន្ធនឹងខ្ញុំទេទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលចៅត្រកូលវងនិងត្រកូលជេខ្ញុំប្រកូលជូនលោកម្ចាស់ទាំងអស់សូមលោកម្ចាស់លើកលែងទោសដល់ខ្សែស្រឡាយត្រកូលជេផង
ពុំអ្នកឈាមកាលពី5ឆ្នាំមុនថ្ងៃនេះបានសងរួចរាល់ហើយបញ្ជានាគរបស់អញត្រកូលយាយនៅរាជធានីត្រូវលុបឈ្មោះចោលចាប់ពីថ្ងៃនេះទៅចាប់ពីពេលនេះទៅពិភពជំនួញហួចជាត្រូវគោរពស៊ឺឆេនឈួនជាម្ចាស់បើអ្នកណាមិនសុខចិត្តនេះគឺជាលទ្ធផលទទួលបញ្ជា